ប្រវត្តិភូមិឈើទាលវស្សារដូវមកដល់ទឹកជំនន់ក៏បានជួរជន់លិចហូរកាត់តាមទន្លេមេគង្គលើធ្លាក់ចុះមកទន្លេមេគង្គក្រោមហូរកាត់ប្រទេសកម្ពុជាបានមកប្រសពគ្នានៅទន្លេ4មុខគឺទន្លេមេគង្គលើទន្លេមេគង្គក្រោមទន្លេបាសាក់និងទន្លេសាបបណ្ដាលឲ្យជ្រាំងទន្លេជារៀងរាល់ឆ្នាំបានបាក់ស្រុតធ្លាក់ចូលក្នុងទន្លេគឺនៅក្នុងភូមិមួយស្ថិតនៅក្នុងកោះនរាបណ្ដាលឲ្យប្រជាពលរដ្ឋមានការភិតភ័យហើយក៏បាននាំគ្នាភៀសខ្លួនដើម្បីរកទីទួលសុវត្ថិភាពក្នុងនោះផងដែរក៏មានប្រជាជន4គ្រួសារបានភៀសខ្លួនចេញពីកោះនរាដើម្បីរុករកដីធ្វើផ្ទះសម្បែងជ្រកកោននិងដាំដំណាំបន្តជីវភាពរស់នៅពួកគេទាំង4គ្រួសារនោះក៏បាននាំគ្នាជម្លៀសខ្លួនមករកទីតាំងលំនៅលើទឹកដីថ្មីគឺស្ថិតនៅក្នុងឃុំព្រែកអញ្ចាញស្រុកមុខកំពូលខេត្តកណ្ដាលអ្នកទាំង4គ្រួសារនោះមានដូចជាលោកតាប្រាក់យាយភីនិងកូនចៅលោកហែមពោនិងកូនចៅលោកយាយជុំគុំនិងកូនចៅលោកយាយមៀកព្រមទាំងកូនចៅបានមកកាប់ឆ្ការរៀនព្រៃដែលជាជំរកសត្វព្រៃដ៏កាចសាហាវជាច្រើនមានដូចជាសត្វដំរីខ្លាចចកទូចស្វាល្មូនពស់វែកក្រពើនិងសត្វស្លាបជាច្រើនប្រភេទដែលរស់នៅក្នុងព្រៃនោះហើយក៏បានប្រសិទ្ធនាមឈ្មោះភូមិដែលតាំងទីរស់នៅនោះថាភូមិព្រែកអញ្ចាញក្នុងកំឡុងឆ្នាំ1915នៃគ្រិស្តសករាជសំឡេងលាន់រំពងនារាត្រីរំលងអាត្រៀតពីពេញព្រៃគ្មានភ្លើងគ្មានផ្លូវមានតែចង្កៀងខ្លាញ់ត្រីភ្លឺផ្លុងនៅក្នុងចំណោម4គ្រួសារពីមួយថ្ងៃទៅមួយថ្ងៃគ្រួសារទាំង4នាក់បានខិតខំកាប់ឆ្ការព្រៃដើម្បីបន្តបង្កើនផលដាំដំណាំចិញ្ចឹមសត្វដើម្បីចិញ្ចឹមជីវភាពបន្តបន្ទាប់រាប់ឆ្នាំលោកទាំង4គ្រួសារបានបន្តរស់នៅជុំត្រកូលហើយក៏បន្តមានមនុស្សម្នានាំគ្នាមកតាំងទីលំនៅជាហូរហែអ្នកទាំងអស់គ្នានោះក៏បានបន្តពូជពង្សវង្សត្រកូលផ្សារសាច់ផ្សារឈាមរវាងគ្នានឹងគ្នាតរៀងមកនៅក្នុងភូមិព្រែកអញ្ចាញក្នុងគឺមានអបិយជំនឿមួយទៅលើអ្នកតាដែលថែរក្សានៅលើដើមឈើដ៏ធំហើយខ្ពស់ស្កឹមស្កៃស្ថិតនៅក្នុងភូមិនេះមនុស្សម្នាទាំងអស់បានប្រកបការងារផ្សេងហើយតែងតែយកដើមឈើនេះគឺជានិមិត្តសញ្ញានៅពេលដែលគាត់កាប់ឆ្ការចូលក្នុងព្រៃអាចនឹងមានការវង្វេងផ្លូវជាដើមនោះគឺពួកគាត់សម្លឹងរកមើលដើមឈើណាដែលមានកម្ពស់ខ្ពស់ជាងគេគាត់ក៏រុលព្រៃសម្ដៅទៅដើមឈើនោះហើយពួកគាត់តែងតែគោរពបូជាសែនព្រេនជារៀងរាល់ឆ្នាំដើមឈើដ៏ធំខ្ពស់សន្លឹមនេះមិនមែនត្រឹមតែជានិមិត្តរូបនិមិត្តសញ្ញាដើម្បីឲ្យប្រជាជនមើលនៅពេលដែលពួកគាត់វង្វេងផ្លូវតែមួយមុខប៉ុណ្ណោះទេគឺត្រូវមានអ្នកតាកាន់កាប់ហើយអ្នកភូមិទាំងអស់គ្នារាល់ឆ្នាំរាល់ថ្ងៃរាល់ខែឲ្យតែមានកម្មវិធីផ្សេង
តែងតែគោរពបូជានិងបន់ស្រន់នៅក្រោមដើមឈើនោះមិនថាបុណ្យមិនថាការមិនថាមានអ្នកជំងឺឬក៏កត្តាអ្វីមួយកើតឡើងទេគឺអ្នកភូមិតែងតែទៅអុជធូបបន់ស្រន់ដើម្បីឲ្យសម្រេចនៅគោលបំណងដែលពួកគេចង់បានដោយការមិនចង់បាត់បង់និងយល់ពីឧបការៈគុណរបស់ដើមឈើដ៏ធំមួយនេះប្រជាជនក្នុងភូមិទាំងអស់ក៏បានជួបប្រជុំគ្នានិងប្រសិទ្ធនាមថ្មីឲ្យភូមិព្រែកអញ្ចាញក្នុងនេះមកជាឈ្មោះថ្មីថាភូមិឈើទាលទល់បច្ចុប្បន្ននេះ